ខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀនតទៀតគឺមេរៀន candlestick reversal អញ្ចឹងមុននឹងចូលស៊ីជម្រៅនៅ candlestick មេរៀនយើងតទៅមុខទៀតគឺយើងត្រូវស្គាល់ពី candlestick ឲ្យច្រើននេះគឺឲ្យគ្រប់ candle របស់វាណាវាមាននេះគេវាមាន expansion candle expansion bullish candle consolidate candle reversal ពីច្រើនខ្ញុំប្រើប្រាស់តា3ទៀនហ្នឹងទេណា3ទៀនហ្នឹងទេអូខេអញ្ចឹងយើងចូលមេរៀនតរបស់យើងអញ្ចឹងការបិទបើករបស់វាគឺវាដូចគ្នា bullish អានេះគឺជា reversal bullish អញ្ចឹងការបើករបស់វាគឺវាបើកចេញពី open ហើយវាបង្កើត low ហើយវាបង្កើត high វាបិទក្នុងមួយថ្ងៃអញ្ចឹង reversal candle ការដើររបស់វាគឺវាដើរខ្លាំងវា reversal ហ្នឹងវាអាចឲ្យយើងយល់បានថាក្នុងថ្ងៃហ្នឹងគឺផ្សារវាធ្វើការចុះឬក៏ឡើងខ្លាំងដោយសារអីវា reversal បើសិនជាផ្សារនឹងកំពុង bullish វាអាចនឹង reversal bearish ចុះមកក្រោមវិញអញ្ចឹងការ open របស់វាគឺវាចាប់ផ្ដើមចេញពីគេចេញពីកន្លែងនេះវា open ចេញពីម៉ោង12ថ្ងៃត្រង់ណាហើយវានឹង reversal នៅក្នុង time frame London session London អញ្ចឹងការដើររបស់វាគឺវាដើរធម្មតាហើយវានឹងចុះទៅយកគេ POI ចុះទៅយក POI របស់គេ POI របស់ session London POI array discount អញ្ចឹងបើយើងចង់បាយឬក៏សារឲ្យយើងបាយគឺវាត្រូវទៅរកគេ premium and discount buy sell គឺយើងបាយនៅ discount យើង sell នៅ premium អញ្ចឹងកាលណាដែលវាមកដល់នៅតំបន់ higher time frame discount ណាគឺវាអាចនឹងធ្វើការ bullish ឡើងទៅបង្កើតជាគេជា change state អីចឹងទៅ change state delivery បង្កើតជា change state ហើយវានឹងទៅបង្កើត high ហើយវានឹង close អញ្ចឹងមួយថ្ងៃហ្នឹងគឺចប់ស្មើនឹង candlestick មួយថ្ងៃនេះហើយជា candlestick reversal អញ្ចឹង candle មួយគឺកកើតឡើងវាមិនមែនចេះតែកកើតទេណាវាមិនមែនចេះតែកកើតទេអញ្ចឹងនេះ candlestick reversal ភាគច្រើនវា reversal នៅម៉ោងគេនៅម៉ោង London session London អញ្ចឹងកាលណាដែលវា reversal វាត្រូវតែផ្ដាច់high បង្កើតទៅជាគេ change state delivery ណាបង្កើតជា change state delivery ឬក៏ CISD នឹងហើយវាបង្កើត CISD ហើយយើងនឹងរកឱកាសក្នុងការបាយឡើងទៅលើអញ្ចឹងកាលណាយើងរកឱកាសបាយឡើងទៅលើយើងមិនទាន់អាចនឹងពេលខ្លះมันអាចនឹងបាយភ្លាមយើងអាចបាយនៅកន្លែងដែលវាបង្កើត CISD មួយទៀតណា CISD មួយទៀតឬក៏ breaker block អីនៅម្ដុំនឹងទៀតណាឬក៏ SVG array មាន array មាន SVG មាន inversion មានអីផ្សេងគឺមាននៅក្នុងហ្នឹងអញ្ចឹងការដែលយើងឃើញវា show នៅតម្រង់បែបហ្នឹងគឺជាតម្រង់ reversal អញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺវាដើរអញ្ចឹងអាហ្នឹងគេហៅថាតម្រង់បែប reversal អញ្ចឹងមេរៀនហ្នឹងឲ្យយើងដឹងថាបើសិនឲ្យយើងចេះសម្គាល់មើលថាការដើរវារបៀបម៉េចបើសិនជាវា show ជាតម្រង់មាន change state delivery នៅក្នុងម៉ោង London អញ្ចឹងម៉ោង New York វានឹងធ្វើការ continuation ណា continuation ឡើងទៅតទៀតណាឡើងទៅតទៀតអាហ្នឹងគេហៅថាLondon reversal New York continuation ណាវាត្រូវមានមួយឈុតរបស់វាអញ្ចឹងទៅមាន sweep មានអីអញ្ចឹងទៅហើយយើងអាច entry នៅក្នុងអីគេក្នុងម៉ោង New York អីចឹងទៅណាក្នុងម៉ោង New York អីចឹងទៅ TP យើងយកមកគួរសមដែលយើងចង់បានអញ្ចឹងទៅណាអានេះគឺជារបៀបនៃការដើររបស់ទៀន reversal នៅក្នុង time frame 15នាទីយើងមើលពិចារណាមើល15នាទីឬក៏អ្នកនរគ្នាអាចមើល time frame 1ម៉ោងអីចឹងទៅ
tại vì chán bà xin chỉ nhầm mơ nhưng mà anh mơ mà mong cho mùi đập năm tí mơ chia tầm rong change state đi chân tới hay bằng mà mong vì cần cho bà tiền nè đi cứ chỉ cả đá reversal lấy dùng mà mơ thì họ sẽ đáy như cả đá bảo vệ cứ việc đôi đá vậy đi dân như vậy ok dân tôi mơ tầm ọc ní ok ní cứ chia tầm rong change stateឬក៏តម្រង់ reversal ឡើងទៅលើអញ្ចឹងនេះ midnight open អានេះគឺជាអីគេនេះគឺជា key ជា key level ជា key level របស់ higher time frame វានៅក្នុងអីគេ discount វាក្នុងតម្រង់ discount អញ្ចឹងយើងមើលថាក្នុង time frame 1ម៉ោងឬក៏ time frame 15នាទីវាមកប៉ះ key ហើយវា reversal នៅម៉ោងណាអូខេអានេះវា reversal នៅ reversal នៅ London ឥឡូវយើងមកមើលយើងមកបើកទៀននេះក៏យើងឃើញដែរថាទៀនហ្នឹងគឺ reversal នេះ open មកប៉ះឃើញទេមកប៉ះវាឡើងទៅលើឃើញមកប៉ះអីគេប៉ះ key level ដែលយើង mark នេះគឺវានៅក្នុងអីគេ higher time frame អញ្ចឹងរាល់ទៀន reversal ទាំងអស់បើ trade យល់ល្អគឺយើង trade នៅអីគេយើង trade នៅម៉ោង New York ទៅគាត់យើងដឹងថា London វាបាន confirm នេះវាប៉ះ key វា confirm ឡើងកន្លែងនេះវាខ្លាយទៅជាអីគេខ្លាយទៅជា breaker ឬក៏ឆូចឬក៏យើងអាចហៅថា CISD អីចឹងទៅអញ្ចឹងវា change state អីចឹងទៅហើយពួកអស់នេះគឺជាគេ liquidity ទាំងអស់ណាជា liquidity ទេអញ្ចឹងគាត់អញ្ចឹងយើងធ្វើការរងចាំអញ្ចឹង London វាដើរទៅឃើញ London វា rank ឃើញអត់បើយើងមើលឃើញថាផ្សារវាកំពុង rank ហើយយើងចូលវាដាក់អស់ចិត្តអញ្ចឹងដល់ពេលចូលដល់ម៉ោង New York គឺវាអីគេ reversal change state delivery change state ឬក៏ breaker block អីចឹងទៅឃើញទេអញ្ចឹងគាត់ break ហើយឱកាសដែលយើងបាយមក SL តំណឹង1លើ2អូខេដល់អញ្ចឹងដល់ពេលចប់វគ្គវាឃើញទេវាទៅបិទអីបិទ high បិទណានេះ high close ណានេះ close ចង់ដឹងវា close អញ្ចឹងអត់ឃើញ close អានេះបើកថ្ងៃថ្មីទៀតអញ្ចឹង close យើងខាមកវិញយើងឃើញអាហ្នឹងគឺជាទៀននេះគេទៀន reversal ឃើញអត់នេះទៀន reversal មកដើមហ្នឹងអញ្ចឹងឲ្យយើងយល់ថា New York គឺល្អសម្រាប់យើង trade ណាព្រោះ London ហើយអាស៊ីវា stable liquidity កាលណាដែលយើង trade នៅក្នុង London ហើយជាមួយ Tokyo អាស៊ីហ្នឹងគឺវាងាយនឹង CSL ហើយក៏វាអាចនឹង CSL move របស់យើងដែរតែបើ trade នៅម៉ោង New York បើសិនជាវា reversal គឺ reversal ឡើងវាអត់ចុះទេអូខេអញ្ចឹងយើងមើលទៅLondon New York London rank New York sweep ហើយវា change state delivery កន្លែងនេះ CISD វា reversal ឡើងទៅលើប្រយអត់ញ៉ៃទេបើយើងមើល1ម៉ោងអូខេ1ម៉ោងកន្លែងណា change state នេះchange state អញ្ចឹងទៅវាមក sweep ហើយ break អាហ្នឹងខ្លាយទៅជា breaker ទៀតអូខេអញ្ចឹង breaker នៅក្នុង time frame 1ម៉ោង change state ដូចជាក្នុង time frame 15នាទីឃើញនេះកាលណាវា breaker break មួយ candlestick 1ម៉ោងស្មើនឹង change state ឬក៏ breaker block នៅក្នុង time frame 5នាទីអាហ្នឹងគឺវាដើរអញ្ចឹងអូខេអញ្ចឹងមេរៀនយើងមានតែប៉ុណ្្នឹងទេឃើញទេវាដើរវាអត់មានខុសគ្នាទេឲ្យតែយើងដឹងតែកន្លែងណាជា high ជា low អីត្រឹមត្រូវមកគឺអាចដឹងទិសដៅរបស់វាមាន sweep មានអីរបស់គេត្រឹមត្រូវដែរណាអូខេ breaker កន្លែងនេះស្មើនឹង break candle ហ៎ break candle 1ម៉ោងនេះមើល playback យ៉ាកៀង
ok nhưng videoយើងមានតែប៉ុណ្្នឹងទេដោយសារវីរៈរអ៊ូលបើសិនជាអត់មានកន្លែងណាឆ្ងល់អាចសួរខ្ញុំបានឆាតសួរបានអរគុណ